ប្រសិនបើខ្ញុំប្រកល់លទ្ធផលស្រាវជ្រាវនេះចេញទៅដល់ពេលនោះខ្ញុំក៏មិនអាចយកវាទៅជាមួយបានដែរលោកសាស្ត្រាចារ្យយ៉ាងចុះឥឡូវនេះតើយើងគួរធ្វើដូចម្តេចទៅខ្ញុំសុំទោសគឺខ្ញុំដែលធ្វើឲ្យលោកមានគ្រោះថ្នាក់ប្រញាប់ឡើងថតរូបផុសតាងរបស់ពួកគេទាំងអស់ទុកឲ្យខ្ញុំលោកសាស្ត្រាចារ្យយ៉ាងលោកស្មានតែលោកកាត់ដាច់ចរណៈទីស្នីអស់ហើយមែនទេយកtheoតែអ្នកចង់ថតអ្វីទៀតកាមេរ៉ានៅក្នុងផ្ទះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកថតទៀតមែនទេបងយ៉ាងខ្ញុំស្មានតែគឺខ្ញុំគិតច្រើនពេកខ្ញុំយល់ច្រឡំលើបងហើយយល់ច្រឡំអ្នករៀបគម្រោងធ្វើបាបខ្ញុំហើយឥឡូវនេះបែរជាមានមុខមកនិយាយថាជាការយល់ច្រឡំទៀតមែនទេសាន់យូសូឆៅយេតាអ្នកទាំងពីរមកធ្វើអ្វីនៅទីនេះសាន់យូសូខ្ញុំទុកចិត្តអ្នកខ្លាំងណាស់មិននឹកស្មានថាអ្នកចង់ធ្វើបាបខ្ញុំសោះកុំមកនិយាយផ្ដេសផ្ដាស់តើខ្ញុំធ្វើបាបលោកពីពេលណានិយាយអ្វីត្រូវមានពុស្តាងចង់បានពុស្តាងមែនទេរាល់សម្ដីដែលអ្នកនិយាយជាមួយខ្ញុំកាលពីថ្ងៃត្រង់ខ្ញុំបានថតទុកទាំងអស់កុំមកចាប់ប្រកាន់មនុស្សអីតើមានអ្នកណាមកថតសម្លេងរឿងបែបនេះទៅអ្នកនិយាយថាខ្ញុំធ្វើការមិនសូវរហ័សរហួនខ្ញុំខ្លាចចាំសម្ដីអ្នកមិនអស់ទើបខ្ញុំថតទុកទាំងអស់ទៅលោកសាស្ត្រាចារ្យយ៉ាងមិនមែនខ្ញុំទេពិតជាមិនមែនខ្ញុំទេគឺមកពីពួកគេទាំងអស់ឆៅយ៉ៃនិងឆៅនីងពួកគេគឺជាសាច់ញាតិនឹងគ្នាហើយសាន់យូសូគឺជាមនុស្សរបស់សាស្ត្រាចារ្យឆេនសាស្ត្រាចារ្យឆេនចង់លួចយកលទ្ធផលស្រាវជ្រាវរបស់លោកទើបប្រើខ្ញុំឲ្យធ្វើបាបលោកដើម្បីយកស្នាដៃទៅដាក់លើខ្លួនគេបងយ៉ាងជាច្រើនឆ្នាំមកនេះខ្ញុំតែងតែគ្រប់គ្រងបងតាខ្ញុំធ្លាប់ធ្វើបាបបងពីពេលណាគឺខ្ញុំត្រូវបានពួកគេរៀបចំគម្រោងធ្វើបាបទេយកtheoតែអ្នកនិយាយបែបនឹងកើតដែរច្បាស់ណាស់ថារឿងទាំងអស់នេះគឺជាគម្រោងរបស់អ្នកបងយ៉ាងយើងរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយតើខ្ញុំធ្លាប់រៀបគម្រោងធ្វើបាបបងពីពេលណាពួកគេសុទ្ធតែជាអ្នកភូតភរលោកសាស្ត្រាចារ្យយ៉ាងខ្ញុំអាចធ្វើជាសាក្សីបានរឿងគ្រប់យ៉ាងគឺយកtheoជាអ្នករៀបចំទាំងអស់នាងគឺជាមនុស្សដែលមានចិត្តអាក្រក់បំផុតកុំមកចាប់ប្រកាន់មនុស្សឲ្យសោះសាន់យូសូនិយាយស្ដីឲ្យប្រយ័ត្នមាត់បន្តិចគំរាមខ្ញុំមែនទេអ្នកគ្រាន់តែចង់ទម្លាយសារឆ្លើយឆ្លងរបស់យើងដើម្បីឲ្យគ្រប់គ្នាដឹងថាខ្ញុំជាស្រីកំណានដែលគេស្អប់ធ្វើមែនទេយកtheoខ្ញុំប្រាប់អ្នកទៅចុះសារទាំងនោះហើយគឺជាភស្តុតាងដែលបញ្ជាក់ថានេះគឺជាល្បិចកលរបស់អ្នកយ៉ាងហោចណាស់ក៏ស្លាប់ទាំងអស់គ្នាដែរយកtheoក្នុងពេលដែលអ្នកដាច់ចិត្តបែបនេះក៏កុំបន្ទោសខ្ញុំថាគ្មានមេត្តាដែរអ្នកចង់ឲ្យសាស្ត្រាចារ្យយ៉ាងអត់ទោសឲ្យទៅមកទម្លាក់កំហុសលើពួកយើងមែនទេការរៀបចំឲ្យថែងគីមកលបួងសាស្ត្រាចារ្យយ៉ាងការណែនាំសន្តាគារនិងការដាក់កាមេរ៉ាលួចថតតើមិនមែនជាគំនិតរបស់អ្នកទាំងអស់ទេអីពិតមកទៅទោះបីជាត្រូវគេចាប់បានក៏អ្នកធ្វើអ្វីខ្ញុំមិនបានដែរព្រោះខ្ញុំបានឲ្យលុយអ្នកហើយតើវានឹងមានផលប៉ះពាល់អ្វីដល់អ្នកទៅឈប់ទៅខ្ញុំមិននឹកស្មានសោះថាមនុស្សដែលរស់នៅជាមួយគ្នាជាច្រើនឆ្នាំបែរជាមានចិត្តសាហាវបែបនេះបងយ៉ាងស្ដាប់ខ្ញុំពន្យល់សិនខ្ញុំមិនបានតាំងចិត្តរៀបគម្រោងធ្វើបាបបងទេក្រុមហ៊ុនឥឡូវនេះកំពុងជំពាក់បំណុលគេប្រសិនបើបងប្រកល់លទ្ធផលស្រាវជ្រាវនេះទៅក្រុមហ៊ុននឹងត្រូវរលាយហើយខ្ញុំក៏ត្រូវជាប់គុកដែរយកដល់ចំណងអាពាហ៍ពិពាហ៍របស់យើងបងអត់ទោសឲ្យខ្ញុំម្ដងទៅណាយកtheoថ្ងៃស្អែកខ្ញុំនឹងផ្ញើលិខិតលេងលេះទៅឲ្យប្រសិនបើអ្នកមិនចង់ជាប់គុកទេអ្នកគួរតែចុះហត្ថលេខាលើវាទៅបងយ៉ាងជាវថេងឥឡូវនេះអ្នកយល់ពីអត្ថន័យដែលខ្ញុំប្រាប់ឲ្យអ្នកធ្វើការឲ្យបានល្អហើយឬនៅយល់ហើយគឺខំប្រឹងរៀនសូត្រនិងធ្វើរឿងល្អដើម្បីសង្គម